ទិញផ្ទះក្នុងតម្លៃថោកនៅពេលល្ងាចក្រោមភ្លៀងរលឹមស្រេចមានប្តីប្រពន្ធមួយគូសុផាតនិងសូរិយាកំពុងតែបើកឡានទៅផ្ទះថ្មីរបស់ពួកគេដែលជាផ្ទះចាស់មួយកន្លែងនៅជ័យក្រុងផ្ទះនោះសុផាតនិងសូរិយាបានទិញក្នុងតម្លៃថោកពេលពួកគេទៅដល់ភ្លាមបានឃើញនៅទីនោះមានសភាពស្ងប់ស្ងាត់ហើយក៏គ្មានផ្ទះឯទៀតនៅក្បែរនោះផងដែរពេលនោះសូរិយារូបនាងមានអារម្មណ៍មិនសូវស្រួលក្នុងចិត្តហើយបានឲ្យប្តីនាងត្រឡប់ទៅវិញនិងគិតថាដាក់តម្លៃលក់បន្តប៉ុន្តែប្តីរបស់នាងមិនព្រមនោះឡើយហើយគិតថាជារឿងធម្មតាតែប៉ុណ្ណោះសម្រាប់ផ្ទះដែលគ្មានមនុស្សនៅជាច្រើនខែដែលផ្ទុយស្រឡះពីគំនិតរបស់នាងសូរិយាជាប្រពន្ធពេលពួកគេចូលទៅដល់ក្នុងផ្ទះនោះមានក្លិនឆូលឆ្អេះឆ្អាបយ៉ាងចម្លែកហើយពោរពេញដោយធូលីដីនិងងងឹតសូនឈឹងបន្ទាប់មកសុផាតបានដើរទៅបើកកុងតាក់ភ្លើងអំពូលតែភ្លើងអំពូលមិនចេះទេរួចហើយសុផាតបានបើកពិលទូរស័ព្ទវិញម្ដងពេលពួកគេដើរទៅមុខបានបន្តិចភ្លាមនោះស្រាប់តែសូរិយានាងបានឮសំឡេងដូចមាននរណាម្នាក់កំពុងដើរនៅជាន់ទី2រួចហើយនាងបានប្រាប់ទៅប្តីរបស់នាងប៉ុន្តែប្តីរបស់នាងបានប្រាប់វិញថាវាគ្រាន់តែជាសំឡេងកណ្ដោរត់តែប៉ុណ្ណោះដោយមិនបានជឿសម្ដីសូរិយាជាប្រពន្ធនោះឡើយលុះសុផាតនិងសូរិយាដើរដល់បន្ទប់ទទួលភ្ញៀវសុផាតនិងសូរិយាបានឃើញរូបថតចាស់ៗជាច្រើនព្យួរនៅជាប់ជញ្ជាំងហើយនៅក្នុងរូបថតទាំងអស់នោះគឺជាក្រុមគ្រួសារជាម្ចាស់ផ្ទះពីមុនប៉ុន្តែសូរិយារូបនាងចាប់អារម្មណ៍ថានៅពេលដែលនាងសម្លឹងយូរទៅនៅក្នុងរូបថតនីមួយៗហាក់បីដូចជាមានទឹកមុខក្រៀមក្រំនិងស្លេកស្លាំងមិនតែប៉ុណ្ណោះមនុស្សនៅក្នុងរូបថតទាំងអស់នោះដូចជាសម្លឹងមករកនាងហើយអ្វីដែលចម្លែកនោះគឺនាងបានឮសំឡេងមនុស្សខ្សឹបដាក់ត្រចៀកនាងតិចៗប្រាប់ឲ្យនាងចាកចេញពីផ្ទះនោះទៀតផងពេលនោះសូរិយារូបនាងបានប្រាប់ទៅប្តីរបស់នាងប៉ុន្តែសុផាតប្តីរបស់នាងក៏មិនជឿនាងដដែលហើយបាននិយាយថាមើលពីនាងគិតច្រើននិងរវើរវាយខ្លាំងពេកទើបនាងសង្កេតឃើញដូច្នោះបន្តិចក្រោយមកសុផាតបាននាំសូរិយាឡើងទៅដល់ជាន់ទី2ដើម្បីទៅមើលបន្ទប់គេងពេលឡើងទៅដល់ជាន់ទី2ពួកគេទាំងពីរនាក់បានឃើញបន្ទប់នៅជាន់នោះមាន3បន្ទប់បន្ទាប់មកសុផាតនិងសូរិយាបានដើរចូលមើលតាមបន្ទប់នីមួយៗពេលនោះសុផាតនិងសូរិយាបានចូលមើលក្នុងបន្ទប់ទី3ដែលនៅចុងគេហើយបានកត់សម្គាល់ថាបន្ទប់នោះធំទូលាយជាងបន្ទប់ពីរផ្សេងទៀតនៅក្នុងផ្ទះនោះដែលបានធ្វើឲ្យសុផាតនិងសូរិយាពីរនាក់ប្តីប្រពន្ធពេញចិត្តជាខ្លាំងប៉ុន្តែភ្លាមនោះស្រាប់តែមានសំឡេងបន្លឺឡើងយ៉ាងខ្លាំងនៅក្នុងបន្ទប់ដែលបាននិយាយជាសំឡេងមនុស្សចាស់និយាយមកកាន់អ្នកទាំងពីរនោះថាតើអ្នកទាំងពីរបានទិញផ្ទះនេះមែនទេអ្នកទាំងពីរនឹងត្រូវស្លាប់ហើយនៅទីនេះជារៀងរហូតនិយាយចប់សំឡេងមនុស្សចាស់ម្នាក់នោះបានសើចទាំងសំឡេងយ៉ាងព្រឺព្រួចពេលនោះសុផាតនិងសូរិយាលើដូច្នោះពួកគេទាំងពីរអ្នកប្តីប្រពន្ធផិតភ័យជាខ្លាំងនិងបានរត់ត្រឡប់ចាក់ចេញពីក្នុងបន្ទប់នោះប៉ុន្តែភ្លាមនោះមាត់ទ្វារបន្ទប់បានបិទដោយខ្លួនឯងដែលបានធ្វើឲ្យសុផាតនិងសូរិយារឹតតែផិតភ័យកើនឡើងទ្វេដងបន្ទាប់មកសុផាតបានប្រឹងធាក់ទ្វារទម្លុះចេញមកខាងក្រៅតែមាត់ទ្វារមិនរបើកនោះឡើយរំពេចនោះពួកគេទាំងពីរនាក់បានឮសូរសំឡេងមានអ្វីម្យ៉ាងលូនចេញពីក្រោមគ្រែក្នុងបន្ទប់លាយឡំនឹងសំឡេងសើចតិចៗរួចហើយសុផាតនិងសូរិយាបានសម្លឹងទៅទិសដៅនៃសំឡេងនោះពេលនោះពួកគេទាំងពីរនាក់បានឃើញដៃមួយគូបានលូនចេញពីក្រោមគ្រែបន្តិចម្ដងអមជាមួយនឹងកូនកំបិតសស្ងាច់មួយដើមផងដែរលុះបន្តិចក្រោយមកទើបសុផាតនិងសូរិយាបានឃើញយ៉ាងច្បាស់នៃទិដ្ឋភាពរូបរាងដែលលូនចេញពីក្រោមគ្រែនោះដោយបានឃើញមានស្ត្រីវ័យចំណាស់ម្នាក់ស្លៀកពាក់ខ្មៅរូបរាងគួរឲ្យខ្លាចមនុស្សមិនចំមនុស្សខ្មោចមិនចំខ្មោចផ្ទៃមុខមានស្នាមជ្រាយជ្រួញសក់វែងរញ៉េរញ៉ៃរីឯភ្នែកក្រហមជ្រៅដូចខ្មោចបានឈរកាន់កូនកំបិតញញឹមមករកសុផាតនិងសូរិយាដោយទឹកមុខចងអាឃាតសូរិយាឃើញដូច្នោះរូបនាងបានស្រែកយំទាំងភាពភ័យខ្លាចពេលនោះស្រាប់តែស្ត្រីចំណាស់ម្នាក់នោះបានយកកូនកំបិតកាន់នៅនឹងដៃ
ទុះមឹកចាក់សុផាតនិងសរយាអ្នកទាំងពីរឃើញភ្លាមក៏បានស្ទុះរត់គេចពីស្ត្រីចំណាស់ម្នាក់នោះប៉ុន្តែពួកគេទាំងពីរអ្នកប្តីប្រពន្ធមិនអាចរត់ទៅណាបាននោះឡើយបន្ទាប់មកសុផាតក៏បានយកខ្នើយនិងរបស់របរផ្សេងទៀតទៅតតាំងជាមួយស្ត្រីចំណាស់ម្នាក់នោះចំណែកឯសរយាវិញរូបនាងប្រឹងប្រែងធាក់ទម្លុះទ្វារបន្ថែមទៀតមួយសន្ទុះក្រោយមកសុផាតដោយរូបគេអស់កម្លាំងខ្លាំងពេករត់ស្និតក៏ត្រូវបានស្ត្រីចំណាស់ម្នាក់នោះចាក់រូបគេជាច្រើនកំបិតលើដងខ្លួនអូឈាមដាបពេញបន្ទប់ប្រកាច់ស្លាប់ភ្លាមរីឯសរយាវិញរូបនាងឃើញហើយរូបនាងស្លុតចិត្តយ៉ាងខ្លាំងនិងអាណិតប្តីរបស់នាងជាពន់ពេកហើយបានត្រឹមតែឈរយំមើលប្តីរបស់នាងត្រូវស្ត្រីចំណាស់ម្នាក់នោះចាក់សម្លាប់តែប៉ុណ្ណោះបន្ទាប់ពីស្រីចំណាស់ម្នាក់នោះបានចាក់សម្លាប់សុផាស្លាប់ហើយយាយចាស់បានស្ទុះរត់ទៅចាក់សរយាវិញម្ដងប៉ុន្តែពេលនោះស្រាប់តែទ្វារបន្ទប់ក៏បានរបើកបានធ្វើឲ្យសរយារូបនាងត្រេកអរជាខ្លាំងហើយបានរត់ចេញពីបន្ទប់នោះយ៉ាងលឿនមកកាន់ជាន់ផ្ទាល់ដីនិងបានរត់ទៅមាត់ទ្វារផ្ទះដើម្បីចាកចេញពីផ្ទះនោះប៉ុន្តែពេលនាងរត់ទៅដល់មាត់ទ្វារផ្ទះមាត់ទ្វារបានត្រូវជាប់គន្លឹះសោដោយនាងមិនអាចបើកបាននោះឡើយរីឯស្ត្រីចំណាស់ម្នាក់នោះបានចុះពីជាន់ទី2តាមកម្មចន្ទើបន្តិចម្ដងអមនឹងសំឡេងសើចតិចយ៉ាងក្រលួចមកកាន់ជាន់ផ្ទាល់ដីសរយាលើដូច្នោះរូបនាងបានរត់ទៅកាន់បន្ទប់ទទួលភ្ញៀវវិញម្ដងដើម្បីរកកន្លែងលាក់ខ្លួនពេលនាងរត់ទៅដល់បន្ទប់ទទួលភ្ញៀវមិនបានប្រុងប្រយ័ត្ននាងបានប៉ះកញ្ចក់រូបថតមួយយ៉ាងធំដែលព្យួរជាប់ជញ្ជាំងបានធ្លាក់បែកខ្ទេចពេលនោះស្រយារូបនាងបានឃើញដៃទ្វារបន្ទប់មួយដែលលើយចេញមកពីជាប់ជញ្ជាំងបន្ទប់ទទួលភ្ញៀវរួចហើយដោយនាងសង្ស័យរូបនាងបានរុញច្រានដៃទ្វារបន្ទប់នោះពេលនោះទ្វារក៏បានរបើកដែលបានធ្វើឲ្យសរយាបានដឹងថាគឺមានបន្ទប់តូចមួយទៀតដែលធ្វើឡើងជាប់នឹងបន្ទប់ទទួលភ្ញៀវបន្ទាប់មករូបនាងបានចូលទៅមើលភ្លាមនោះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញនៅក្នុងបន្ទប់នោះពោពេញដោយឆ្អឹងសាកសពយ៉ាងច្រើននិងក្លិនខ្មុយខ្មាញ់ពេញបន្ទប់រួមទាំងពូថៅមួយដើមនៅក្បែរឆ្អឹងសាកសពទាំងអស់នោះផងដែរពេលនោះស្រយារូបនាងគិតថាឆ្អឹងខ្មោចទាំងអស់នោះប្រហែលត្រូវបានស្ត្រីចំណាស់ម្នាក់នោះសម្លាប់ហើយយកមកទុកក្នុងបន្ទប់នេះទើបមានឆ្អឹងសាកសពច្រើនដូច្នេះបន្តិចក្រោយមកស្រយារូបនាងបានគិតក្នុងចិត្តបន្ថែមទៀតថាគឺមានតែតតាំងសម្លាប់យាយចាស់នោះចោលទើបនាងអាចរត់គេចចេញពីក្នុងផ្ទះនោះបានគិតរួចស្រយាបានយកពូថៅមួយដើមនៅក្បែរឆ្អឹងសាកសពដែលចេញពីបន្ទប់ទៅបន្ទប់ទទួលភ្ញៀវរកពន្លឺឲ្យច្បាស់ជាងនេះដើម្បីកាប់សម្លាប់ស្ត្រីចំណាស់ម្នាក់នោះចោលពេលទៅដល់ស្រយារូបនាងបានឃើញទៀនជាច្រើនដើមនៅក្បែរតុទទួលភ្ញៀវរួចហើយរូបនាងបានអុជទៀនទាំងអស់នោះបានភ្លឺពេញបន្ទប់និងបានត្រៀមខ្លួនរួចជាស្រេចបន្តិចក្រោយមកស្ត្រីចំណាស់ក៏បានដើរមកដល់និងបានញញឹមទៅកាន់នាងសរយាហើយបានស្ទុះរត់ទៅចាក់សរយាភ្លាមរីឯសរយាវិញរូបនាងក៏បានកាន់ពូថៅរត់ទៅកាប់ស្ត្រីចំណាស់ម្នាក់នោះក្នុងពេលនោះផងដែរនៅក្នុងពេលនោះស្រយានិងស្ត្រីចំណាស់រវាងអ្នកទាំងពីរបានវាយប្រតែប្រតប់កាប់ចាក់គ្នាទៅវិញទៅមករហូតបានប៉ះទីកន្លែងភ្លើងទីនដែលកំពុងឆេះបានដួលរលំទៅនឹងសាឡុងក្នុងបន្ទប់ទទួលភ្ញៀវរាលដាលឆេះក្នុងបន្ទប់នោះយ៉ាងលឿនមិនតែប៉ុណ្ណោះបានរាលដាលទៅបន្ទប់ផ្សេងទៀតពេញក្នុងផ្ទះនោះតែម្ដងចំណែកឯសរយានិងស្ត្រីចំណាស់ក៏នៅតែបន្តវាយកាប់ចាក់គ្នាទៅវិញទៅមករហូតរងរបួសរៀងខ្លួនមួយសន្ទុះក្រោយមកទៀតស្ត្រីចំណាស់ដោយខ្លួនចាស់កម្លាំងខ្សោយផ្លត់ស្និតត្រូវបានសរយាកាប់ចំក្បាលបណ្ដាលឲ្យស្លាប់ភ្លាមប៉ុន្តែដោយសេចក្តីកំហឹងរបស់នាងសរយារូបនាងបានកាប់ក្បាលស្រីចំណាស់ម្នាក់នោះម្ដងហើយម្ដងទៀតជាច្រើនពូថៅរហូតបែកខ្ទេចវល់ដូចផ្អ៊ូទើបនាងឈប់កាប់បន្ទាប់ពីស្ត្រីចំណាស់បានស្លាប់ហើយសរយារូបនាងក៏ហួសពេលត្រូវភ្លើងឆេះជុំវិញខ្លួនមិនអាចរត់ចេញពីក្នុងផ្ទះនោះបានដូចគ្នាណាមួយនាងរងរបួសជើងដើរមិនរួចផងនោះសរយាបានវាឡើងអង្គុយលើសាឡុងទាំងញញឹមបន្តិចក្រោយមករូបនាងត្រូវបានស្លាប់ក្នុងភ្នក់ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងផ្ទះនោះទៅលុះព្រឹកឡើងផ្ទះនោះត្រូវឆេះខ្ទេចអស់គ្មានសល់និងផ្ទុះការភ្ញាក់ផ្អើលទូទាំងពេញតំបន់នោះរួចហើយអ្នកភូមិនិងប៉ូលីសបានចុះទៅដល់ទីកន្លែងផ្ទះភ្លើងឆេះប៉ុន្តែមិនបានឃើញអ្វីទាំងអស់
គឺឃើញតែរថយន្តមួយគ្រឿងដែលត្រូវភ្លើងឆេះសតតែគ្រោងរថយន្តតែប៉ុណ្ណោះបន្ទាប់មកអ្នកភូមិទាំងអស់បាននិយាយថាពួកគាត់បានហាមឃាត់សុផាតនិងសរយាកុំឲ្យទិញផ្ទះនេះដែរប៉ុន្តែសុផាតមិនស្ដាប់ដោយឃើញតម្លៃថោកណាមួយផ្ទះមើលទៅអាចរស់នៅបានភ្លាមនោះមានលោកតាម្នាក់បាននិយាយរៀបរាប់ឲ្យបានដឹងថាកាលជាង20ឆ្នាំមុនម្ចាស់ផ្ទះនេះមានគ្នា6នាក់ហើយរស់នៅយ៉ាងសុខសាន្តប៉ុន្តែពេលនោះស្រាប់តែមានស្ត្រីវ័យចំណាស់ម្នាក់មកសុំស្នាក់នៅមួយរយៈលុះបានមួយសប្តាហ៍ក្រោយមកម្ចាស់ផ្ទះនោះបានត្រូវបាត់ខ្លួនទាំងអស់ដោយគ្មានមូលហេតុក្នុងពេលនោះប៉ូលីសបានចុះទៅស៊ើបអង្កេតប៉ុន្តែមិនមានតម្រុយអ្វីនោះឡើយបន្ទាប់ក្រោយមកទៀតប៉ូលីសដែលទៅស៊ើបអង្កេតនៅក្នុងផ្ទះនោះត្រូវបានស្លាប់ម្ដងម្នាក់ដោយទិដ្ឋភាពព្រឺព្រួយគួរឲ្យខ្លាចហើយចាប់តាំងពីពេលនោះមកក៏គ្មានមន្ត្រីប៉ូលីសណានៅតំបន់នោះហ៊ានទៅស៊ើបអង្កេតនៅក្នុងផ្ទះនោះទៀតដែរលុះរយៈពេលច្រើនឆ្នាំក្រោយមកទៀតផ្ទះនោះត្រូវបានជន់ឈ្លាតឱកាសអ្នកមានមួយចំនួនលួចដាក់លក់ក្នុងតម្លៃថោកដែលបានសូកប៉ាន់ប៉ូលីសក្នុងតំបន់ហើយក៏មានអ្នកទិញជាបន្តបន្ទាប់ហើយបានបាត់ខ្លួនជាបន្តបន្ទាប់ដូចគ្នាលុះដល់សុផាតនិងសរយាមកទិញអ្នកភូមិគ្រប់គ្នាបានឃើញពួកគេទាំងពីរនាក់ប្តីប្រពន្ធបានជិះរថយន្តចូលទៅក្នុងផ្ទះរហូតដល់ពេលយប់ជ្រៅទើបគេឃើញផ្ទះនេះត្រូវភ្លើងឆេះអស់ទៅដោយមិនដឹងមូលហេតុអ្វីទាំងអស់ហើយអ្នកភូមិគ្រាន់តែដឹងថាស្រីចំណាស់ដែលសុំម្ចាស់ផ្ទះនេះស្នាក់នៅរយៈពេលកាល20ឆ្នាំមុននោះគឺជាធ្មប់